រៀបចំឲ្យសួរបងសំអាងថាបងមិនដែរក៏ចប់ចំនួន45គួយរៀបចំលើតុមេជូតបងហើយក៏ថាអួយបងឲ្យ the best ហ្មងពេញចិត្តខ្លាំងហ្មងឲ្យបងស្រីម្ចាស់សំអាងថាបងកុំតន់ទៅណារៀបចំឲ្យគិតលុយជាមួយខ្ញុំសិនខ្ញុំសួរថាបងមិនគិតលុយលឿនម៉េចចាំចាប់កម្មវិធីហ្មងទៅថាអត់ទេសេវាកម្មល្អពេញចិត្តគេគិតលុយឲ្យហើយតែម្ដងឲ្យខ្ញុំជំរាបគាត់ថាអូយបងបានយកវិក័យប័ត្រមកទេព្រោះមករៀបចំអញ្ចឹងគាត់ថាអត់អីទេបងអត់អីទេគ្នាឯងមកវិក័យប័ត្រអីបងគិតកាយចូលចិត្តធម្មតាមកបាញ់ដូចពុបតែម្ដងរងឯហ្នឹងគឺយើងរៀបចំជូនបងប្អូនម្ចាស់បងសំអាងលវីសសំអាងការបងប្អូនរៀបចំនៅកោះពេជ្រនិយាយទៅបងស្រីគាត់ដែលការហ្នឹងត្រូវនឹងចដោតមួយរបស់បងស្រីម្ចាស់សំអាងហ្នឹងតែម្ដងហើយដឹងគាត់ជំរាបបង្គោលតារាថាបងប្អូនហ្នឹងគាត់ថាបងនៅចាំវគ្គខ្ញុំទៀតដល់ថ្ងៃខ្ញុំការដល់ឲ្យយកបងឯងទៀតនេះបងប្អូនហើយបងប្អូនសាកសម័យមើលគាត់ជាម្ចាស់សំអាងមួយទាំងមូលមានថាគាត់ស្គាល់សេវាកម្មអីពាហ្នឹងគឺច្រើនមែនតែម្ដងសួរតាហេតុបញ្ជាគាត់ហ៊ាន recommend ឲ្យបងប្អូនគាត់មកយកខ្ញុំហើយគាត់ហ៊ាននឹងនិយាយថាដល់ថ្ងៃគាត់គឺគាត់យកខ្ញុំទៀតនេះសពបញ្ជាក់ថាសេវាកម្មមង្គលតារាគឺជាសេវាកម្មមួយដែលល្អដែលភ្ញៀវទាំងអស់អាចទទួលយកបានហេតុផលទាំងអស់នៅបងប្អូនអ្នកអាចសពបញ្ជាក់ឃើញថាតើសេវាកម្មមង្គលតារាល្អឬមិនល្អបងប្អូនអ្នកវិចម្លៃតែនឹងចង់ឲ្យបងប្អូនអ្នកគូសម្រាប់ថាយកមង្គលតារាឬក៏អត់គ្រាន់តែជាបងប្អូនអ្នកថាបងប្អូនយកមង្គលតារាដាក់កម្លាំងកាយចិត្តបេះដូងទៅរៀបចំជូនបងប្អូនទាំងអស់គ្នាតែម្ដងបងប្អូនទាំងអស់គ្នាពីព្រោះការងារមួយនេះគឺមង្គលតារាស្រឡាញ់ខ្លាំងមែនទែនអញ្ចឹងយើងធ្វើការចេញពីបេះដូងជូនបងប្អូនទាំងអស់គ្នាតែម្ដងអញនិយាយបានថាមង្គលតារាគឺមិនឲ្យបងប្អូនទាំងអស់គ្នាខកទឹកត្រង់ចំណុចណាមួយឡើយបងប្អូនទាំងអស់គ្នានិយាយទៅបងប្អូនជឿមង្គលតារាចាស់ជឿហើយជឿទៀតចាំបងប្អូនមិនខកបំណងទេកុំរវល់ទៅដល់រកសេវាកម្មណាចាបងប្អូនទាំងអស់គ្នាមករកខាងមង្គលតារាមកទៅនេះដឹងអត់ខកបំណងតែម្ដងជំរាបជូនបងប្អូនមហាជនទាំងអស់គ្នាបានដឹងថាមង្គលតារាមិនមែនមានតែកញ្ចប់ចំនួនបងប្អូនកញ្ចប់សេវាកម្មគឺមានច្រើនខ្លាំងមែនទែនពេលចំនួនកៅអីអាសនៈក្រុងពលីអាសនៈលោកកុងបលាំងព្រះកញ្ចប់កាហ្វេកញ្ចប់សេវាកម្មខាងផ្នែកដឹកនាំសម្រាប់កម្មវិធីមង្គលការទាំងមូលជាមួយនឹងកញ្ចប់សេវាកម្មខាងផ្នែកពិធីការចាត់កប់បម្រើភេទអីគឺមានច្រើនខ្លាំងមែនទែនបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនដេញពលាបានcompleteនៅខាងមង្គលតារាបងប្អូនតម្លៃធូរហើយសេវាកម្មល្អទៀតបងប្អូន